ទុះបានរាយការណ៍នៅក្នុងទីក្រុងជាច្រើនរបស់រុស្ស៊ីចុងពេលមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបោករបស់អ៊ុយក្រែនការផ្ទុះត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងជាច្រើនរបស់រុស្ស៊ីរួមទាំង Taganrog, Smolensk និង Saratov ពេញមួយយប់កាលពីថ្ងៃទី28ខែវិច្ឆិកាចំពេលមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបោកទីភ្នាក់ងារឯករាជ្យ Astra បានរាយការណ៍ថាការផ្ទុះត្រូវបានគេឮនៅជិតអាកាសយានដ្ឋានយោធា Taganrog Yuniការផ្ទុះបង្ថែមត្រូវបានគេឮនៅក្រុង Saratov និង Smolensk ជាមួយនឹងវីដេអូសាក្សីដែលបង្ហាញថាការផ្ទុះបានកើតឡើងនៅក្នុងទីក្រុងទាំងពីរយោងតាមអ្នកស្រុកក្នុងតំបន់បានឲ្យដឹងថាស៊ីរ៉ានវេឆ្មោតាមអាកាសបានបន្លឺឡើងនៅក្នុងទីក្រុងឆ្នេរសមុទ្រខ្មៅនៃទីក្រុង Novorossiysk ចំពេលមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបោកព័ត៌មានលម្អិតមិនអាចផ្ទៀងផ្ទាត់បានភ្លាមទេនិងយោធាអ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះTaganrogមានទីតាំងនៅតាមបណ្ដោយឆាមខាងជើងនៃសមុទ្រ Azov Smolensk ស្ថិតនៅភាពខាងខាតនៃប្រទេស Belarus ហើយ Saratov ស្ថិតនៅតាមបណ្ដោយទន្លេ Volga គីវតែងតែវិលុកហេដ្ឋាសម្ព័ន្ធយោធារុស្ស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការបន្តធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែននៅព្រឹកព្រលឹមថ្ងៃទី26ខែវិច្ឆិកាយន្តហោះគ្មានមនុស្សបោកដែលមិនស្គាល់អត្តសញ្ញាណបានវាយប្រហារទីក្រុង Cheboksary នៃសាធារណរដ្ឋ Chuvashia របស់រុស្ស៊ីនិងក្រោយមកអគ្គសេនាធិការអ៊ុយក្រែនបានអះអាងថាបានវាយប្រហារដោយជោគជ័យលើរោងចក្រផលិតគ្រឿងអេឡិចត្រូនិកសម្រាប់ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីលោកពូទីនទាមទារឲ្យទាហានអ៊ុយក្រែនដកខ្លួនចេញមុនពេលមានបទជបាញ់ខណៈលោក Vitkov គ្រងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃទី27ខែវិច្ឆិកាបានអះអាងសារជាថ្មីនៅការទាមទាររបស់គាត់ឲ្យកងកម្លាំងអ៊ុយក្រែនដកខ្លួនចេញពីទីតាំងបច្ចុប្បន្នរបស់ពួកគេដើម្បីជាលក្ខខណ្ឌសម្រាប់បទឈប់បាញ់បើទោះបីជាសហរដ្ឋអាមេរិកព្យាយាមធ្វើឲ្យកិច្ចចរចាសន្តិភាពឡើងវិញក៏ដោយបេសកុនពីសេហ្វរបស់សហរដ្ឋអាមេរិក Steve Witkoff ដែលប្រឈមមុខនឹងការត្រួតពិនិត្យបន្ទាប់ពីការលេចធ្លាយមួយតាមសេចក្តីរាយការណ៍ថាចាប់គាត់បានបង្វឹកមន្ត្រីរុស្ស៊ីម្នាក់អំពីរបៀបធ្វើឲ្យសេតវិមានត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពចុងក្រោយជាមួយលោកពូទីនមេដឹកនាំរុស្ស៊ីបានបញ្ជាក់នៅដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកនៅដើមសប្តាហ៍ក្រោយប្រធានាធិបតីរុស្ស៊ីបានប្រាប់អ្នកយកព័ត៌មានថាកងកម្លាំងអ៊ុយក្រែននឹងដកខ្លួនចេញពីទឹកដីដែលពួកគេកាន់កាប់ហើយបន្ទាប់មកការប្រយុទ្ធនឹងឈប់បើសិនជាពួកគេមិនដកថយទេយើងនឹងសម្រេចតាមរយៈកម្លាំងយោធាទីក្រុងមូស្គូបានច្រានចោលការអំពាវនាវរបស់គៀវនិងដៃគូលោកខាងលិចរបស់ខ្លួនសម្រាប់បទឈប់បាញ់ជំនុំមកវិញដោយទាមទារឲ្យអ៊ុយក្រែនបោះបង់តំបន់ Donbas ទាំងមូលប្រទេសរុស្ស៊ីបានប្រកាសដោយខុសច្បាប់នៅតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson ដែលកាន់កាប់ដោយផ្នែកទាំងអស់ជាទឹកដីរបស់ខ្លួនក្នុងអំឡុងពេលការធ្វើប្រជាមតិคล้ายคล้ายនៅក្នុងខែកញ្ញាឆ្នាំ2022លោកពូទីនបានសង្កត់ធ្ងន់ថាការទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់ Crimea និង Donbas ដែលជាការទាមទារដែលទីក្រុងគៀវបានច្រានចោលនៅតែជាចំណុចសំខាន់ក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកការអធិប្បាយនេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាល Trump បានបង្ហាញផែនការសន្តិភាពចំនួន28ចំណុចសម្រាប់អ៊ុយក្រែនកាលពីសប្តាហ៍មុនដែលបានដាក់លក្ខខណ្ឌដាក់សញ្ញត់លើទីក្រុងគៀវរួមទាំងដែនកំណត់លើទំហំយោធាការហាមឃាត់សមាជិក NATO និងដកអ៊ុយក្រែនចេញពីតំបន់ Donbas ផែនការនេះបានកើតឡើងនៅពេលដែលការផ្លាស់ប្ដូរចុងក្រោយនៃយុទ្ធសាស្ត្រមិនស្មើគ្នារបស់លោក Trump សម្រាប់ការឈានទៅរកការបញ្ចប់សង្គ្រាមដែលកើតឡើងដែលជិតខួបលើកទី4របស់វាថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោកពូទីនបានលើកឡើងម្ដងទៀតថាផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកដែលជាកំណត់ច្បាប់ដើមដែលត្រូវបានគេសន្មតថាផ្ដែកនៅឯកសាររុស្ស៊ីអាចជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងនៅពេលអនាគតដោយបន្ថែមថាអត្ថបទនេះត្រូវការពិភាក្សាបន្ថែមទៀតផែនការដំបូងត្រូវបានឆ្លើយតបដោយការរុញច្រានពីអ៊ុយក្រែននៅអឺរ៉ុបហើយសេចក្តីច្បាប់ដែលបានកែតម្រូវហើយត្រូវបានកំពូលឡើងបន្ទាប់ពីការប្រឹក្សាយោបល់រវាងមន្ត្រីសហរដ្ឋអាមេរិកអឺរ៉ុបនិងអ៊ុយក្រែននៅទីក្រុង Geneva កាលពីថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2022លោកពូទីនបានអះអាងថាបន្ទាប់ពីការចរចានៅទីក្រុង Geneva ផែនការនេះត្រូវបានបែងចែកជា4ផ្នែកប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមទៀតលោកក៏បានបង្ហាញផងដែរថាក្រសួងការបរទេសរុស្ស៊ីនឹងវិមានក្រុមឡើងជំនួយការ Yuri Usakov និង Vladimir Medinsky នឹងត្រួតពិនិត្យការចរចា
โดยอธิบายលើការហៅទូរស័ព្ទដែលលេចធ្លាយរវាង Witkoff និង Usakov លោកពូទីនបាននិយាយថាការបង្ហាញបែបនេះអាចជាបទល្មើសព្រហ្មទណ្ឌខណៈពេលដែលមិនច្រានចោលថាការស្ទែចាប់អាចត្រូវបានប្រឌិតប្រមុខវិមានក្រំឡាំងបានចោទប្រកាន់ថាអ្នកដែលកំណត់គោលដៅ Witkoff គឺជាតួអង្គដូចគ្នាដែលរួមជាមួយនឹងការដឹកនាំរបស់អ៊ុយក្រែនចង់ប្រយុទ្ធរហូតដល់អ៊ុយក្រែនចុងក្រោយលោកបានបន្ថែមថាដោយដែលខ្ញុំបាននិយាយជាសាធារណៈរួចហើយយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះមេដឹកនាំរុស្ស៊ីបានប្រកាសបន្ថែមទៀតថាការចុះហត្ថលេខាលើឯកសារណាមួយជាមួយអ៊ុយក្រែនគឺគ្មានន័យទេការបញ្ជាក់ថាការដឹកនាំរបស់អ៊ុយក្រែនគឺមិនស្របច្បាប់ដោយសារតែការពន្យាការបោះឆ្នោតរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែនហាមឃាត់ការបោះឆ្នោតក្រោមច្បាប់អាយ៉ាសឹកដែលបានប្រកាសនៅពេលមានការផ្ទុះឡើងនៃការលុកលុនរបស់រុស្ស៊ីពេញលក្ខណៈនៅឆ្នាំ2022លោកពូទីនក៏បានចំអោផ្នែកខ្លះនៃផែនការសន្តិភាពដែលបានស្នើឡើងនិងច្រានចោលការអះអាងថារុស្ស៊ីកំពុងរៀបចំវាយប្រហារបណ្ដាប្រទេសអឺរ៉ុបសម្បីតែលោកបាននិយាយថាលោកនឹងមានបំណងដាក់ការធានាជាផ្លូវការនោះជាល័យលក្ខណ៍អក្សរក៏ដោយភាពតានតឹងរវាងសមាជិកអង្គការ NATO អឺរ៉ុបនិងទីក្រុងម៉ូស្គូបាននឹងកំពុងកើនឡើងក្នុងរយៈពេលប្រមាណខែមុខហើយដោយសម្ព័ន្ធមិត្តបានចោទប្រកាន់រុស្ស៊ីពីការកើនឡើងប្រតិបត្តិការកូនកាប់ផ្សេងៗទៀតនិងការប្រមានពីការចំនួនបើកថ្នានក្នុងរយៈពេល5ឆ្នាំខាងមុខ